ពិតជាមែនការរស់នៅដោយមានសុខភាពល្អគឺជាដំណើរជីវិតមួយដ៏ពេញនិយមមិនមែនគ្រាន់តែជាលទ្ធផលនោះទេវាជាការបង្កើតថ្នាំងថ្នាក់នៃទម្លាប់ល្អនិងការសម្រេចចិត្តដែលគាំទ្រសុខភាពរាងកាយផ្លូវចិត្តនិងសង្គមរបស់អ្នកនេះជាការណែនាំដ៏ទូលំទូលាយនិងអាចអនុវត្តបានសម្រាប់ការរស់នៅដោយមានសុខភាពល្អ1. អាហារូបត្ថម្ភសុខភាពរាងកាយសាឡាក្រហមដុតបំពង់ល្អបរិភោគអាហារពេញលេញដូចជាបន្លែផ្លែឈើធញ្ញជាតិពេញញប្រូតេអ៊ីនត្រជាក់សាច់មាន់គ្មានស្បែកត្រីសណ្តែកនិងខ្លាញ់ល្អអាវ៉ូកាដូបន្លែអូលីវពិនិត្យផ្នែកកុំបរិភោគច្រើនពេករៀនស្ដាប់សញ្ញានៃភាពអស់កម្លាំងនិងភាពធាត់ពោះរបស់រាងកាយអ្នកផឹកទឹកឲ្យបានគ្រប់គ្រាន់ផឹកទឹកស្អាតច្រើនពេញមួយថ្ងៃកាត់បន្ថយភេសជ្ជៈមានស្ករនិងអាល់កុលកាត់បន្ថយអាហារដែលបំផ្លាញសុខភាពកម្រិតស្ករអាហារដែលធ្វើពីម្សៅធញ្ញជាតិដែលឆ្ងាញ់និងអាហារដែលធ្វើពីរាងកាយរួចរាល់ 2. សកម្មភាពរាងកាយសុខភាពរាងកាយផ្លាស់ប្ដូរឲ្យបានទៀងទាត់ខិតខំប្រឹងប្រែងឲ្យបានយ៉ាងហោចណាស់30នាទីក្នុងមួយថ្ងៃភាគច្រើននៃថ្ងៃក្នុងមួយសប្តាហ៍នេះអាចរួមមានការដើររត់រាំឬលេងកីឡាបង្កើនកម្លាំងធ្វើលំហាត់បង្កើនកម្លាំងដូចជាយោងធាតុឬប្រើប្រាស់ខ្សែយោងយ៉ាងហោចណាស់2 ដងក្នុងមួយសប្តាហ៍ស្ដាប់រាងកាយរបស់អ្នកសម្រាកនៅពេលដែលត្រូវការហើយកុំបង្ខំខ្លួនឲ្យហួសហេតុជាពិសេសនៅពេលឈឺចាប់ឬអស់កម្លាំង 3. សុខភាពផ្លូវចិត្តនិងអារម្មណ៍គ្រប់គ្រងភាពតានតឹងអនុវត្តបច្ចេកទេសដូចជាការដកដង្ហើមយ៉ាងជ្រៅការធ្វើសមាធិឬការស្ដាប់តន្ត្រីដែលធ្វើឲ្យស្ងប់ស្ងាត់គោរពខ្លួនឯងធ្វើការងារដែលអ្នកចូលចិត្តនិងផ្ដល់ពេលវេលាដល់ខ្លួនឯងសុបិនដែលមានគុណភាពគេងឲ្យបានច្រើនគ្រប់គ្រាន់ 7-9 ម៉ោងសម្រាប់មនុស្សពេញវ័យបង្កើតបរិស្ថានគេងដែលមានសុខភាពល្អនិងមានពេលវេលាគេងដែលទៀងទាត់ស្វែងរកជំនួយនៅពេលចាំបាច់កុំខ្លាចក្រែងលោកនិយាយជាមួយមិត្តភ័ក្តិគ្រួសារឬអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តប្រសិនបើអ្នកមានការលំបាក 4. ទំនាក់ទំនងសង្គមថែរក្សាទំនាក់ទំនងដែលមានសុខភាពល្អចំណាយពេលជាមួយមនុស្សដែលផ្ដល់ថាមពលវិជ្ជមាននិងគាំទ្រអ្នករៀននិយាយយឺមិនគឺកំណត់ព្រំដែនដែលមានសុខភាពល្អក្នុងទំនាក់ទំនងនិងការងាររបស់អ្នកដើម្បីការពារសុខភាពផ្លូវចិត្តរបស់អ្នក 5. ការជៀសវាងអាក្រក់កុំជក់បារីការជក់បារីគឺជាហានិភ័យសំខាន់សម្រាប់ជំងឺរាល់អុកជាច្រើនបើអ្នកជក់សូមព្យាយាមបោះបង់កំណត់ការផឹកគ្រឿងស្រវឹងបើអ្នកផឹកគ្រឿងស្រវឹងធ្វើវាដោយសមរម្យការផឹកគ្រឿងស្រវឹងច្រើនពេកអាចប៉ះពាល់ដល់សុខភាពការពារខ្លួនអ្នកប្រើឧបករណ៍ការពារនៅពេលរួមភេទនិងប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ 6. ការតាមដានសុខភាពជាទៀងទាត់ពិនិត្យសុខភាពជាប្រចាំទៅជួបគ្រូពេទ្យជាទៀងទាត់សម្រាប់ការពិនិត្យនិងការធ្វើតេស្តតាមអាយុនិងប្រវត្តិគ្រួសាររបស់អ្នកស្ដាប់រាងកាយរបស់អ្នកបើអ្នកមានអារម្មណ៍ថាមានអ្វីមិនប្រក្រតីកុំរងចាំសូមតាក់ទងគ្រូពេទ្យភ្លាមចងចាំការរស់នៅដោយមានសុខភាពល្អគឺជាដំណើរជីវិតមិនមែនជាគោលដៅចុងក្រោយនោះទេកុំបង្ខំខ្លួនអ្នកឲ្យធ្វើអ្វីទាំងអស់ក្នុងពេលតែមួយចាប់ផ្ដើមដោយការផ្លាស់ប្ដូរតូចដែលអ្នកអាចគ្រប់គ្រងបានហើយបន្តបន្ថែមទម្លាប់ថ្មីទៀតសម្រាប់នៅពេលដែលត្រូវការហើយរាប់នៅជោគជ័យតូចរបស់អ្នកសុខភាពរបស់អ្នកគឺជាការវិនិយោគដ៏ល្អបំផុតរបស់អ្នក 5. ការជៀសវាងអាក្រក់